ជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូទី2ទាក់ទងទៅនឹង Present Simple ដែលនៅក្នុងវីដេអូនេះដែរខ្ញុំនឹងពន្យល់អំពីទម្រង់បដិសេធនៃការប្រើប្រាស់ verb to be តោះដើម្បីកុំឲ្យខាតពេលយូរយើងចូលមកមើលវីដេអូទាំងអស់គ្នាក្នុងទម្រង់របស់ negative យើងគ្រាន់តែមាន subject plus to be plus not plus object អញ្ចឹងន័យថា negative form យើងគ្រាន់តែបន្ថែម not នៅខាងក្រោយ to be វានឹងក្លាយទៅជាទម្រង់បដិសេធហើយឧទាហរណ៍ I am not a student I គឺជា subject am គឺជា to be not មានន័យថាបញ្ជាក់អំពីទម្រង់បដិសេធ a student គឺជា object I am not a student ខ្ញុំមិនមែនជាសិស្សទេទី2 she is not a nurseអញ្ចឹងនៅក្នុងប្រយោគទី2ក៏ដូចគ្នាដែរយើងគ្រាន់តែបន្ថែម not នៅខាងក្រោយ verb to be is ទី3 we are not teacher ដូចគ្នាទី4 you are not my friend សម្រាប់ទម្រង់សំណួរវិញ form របស់វាមានដូចជា to be plus subject plus object plus question mark អញ្ចឹងនៅក្នុងទម្រង់សំណួរយើងគ្រាន់តែលើក to be មកដាក់ខាងមុខហើយផ្លាស់ជាមួយនឹង subject object question mark វានឹងក្លាយទៅជាទម្រង់សំណួរហើយឧទាហរណ៍ is she a student តើនាងគឺជាសិស្សឬប្រសិនបើនាងជាសិស្សយើងឆ្លើយថា yes she is បើមិនមែនទេ no she isn't ឬក៏ she is not ទី2 are they students តើពួកគេគឺជាសិស្សឬដូចគ្នារបៀបឆ្លើយបើ yes yes they are no no they aren't ឬក៏ they are not ទី3 are you her friend របៀបឆ្លើយដូចគ្នា yes I am no I am not អញ្ចឹងកន្លែងនេះខ្ញុំប្រើ I ដោយសារតែគេសួរថា are you បើសិនបើគេសួរ you យើងត្រូវឆ្លើយ I អូខេនៅក្នុងវីដេអូនេះដែរខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ